ថ្ងៃនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងការ collab ថ្មីរវាង Honor of King ជាមួយនឹង Attack on Titan ហើយការ collab មួយនេះគឺវាពិតជាធំខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយអ្វីដែលយើងនឹកស្មានមិនដល់នោះគឺការ collab មួយនេះគឺវាពិតជាធំខ្លាំងមែនទែនទាំងការ design ទៅលើ map អីគឺវាស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នានិយាយទៅគឺវាទាញយកអ្វីដែលពាក់ព័ន្ធជាមួយនឹង Attack on Titan ហ្នឹងគឺសឹងតែទាំងអស់តែម្ដងយកមកដាក់នៅក្នុងការ collab ហ្នឹងអ្នកគ្នាមើលទៅគឺ cool ខ្លាំងមែនទែនបើនិយាយពី map ហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអ្នកគ្នាគឺស្អាតយកតែមែនតែនតែម្ដងការ design នៅក្នុងហ្នឹងគឺពិតជាអែមខ្លាំងមែនតែនអ្នកគ្នាអើយនិយាយទៅគឺ the best តែម្ដងបាទនិយាយឲ្យខ្លីទៅពាក់ព័ន្ធជាមួយនឹង Honor King ដែល collab ជាមួយនឹង anime ផ្សេងអានេះគឺតាមការសង្កេតរបស់ខ្ញុំណាការ collab មួយគឺពិតជាធំខ្លាំងមែនតែនអញ្ចឹងមុននឹងយើងទៅមើលពី hero ដែលគេ collab គ្នាជាមួយនឹង anime Attack on Titan ហ្នឹងសម្រាប់គ្នាយើងអ្នកដែលលេង Honor King ដែលត្រូវការដាក់ជាមួយនឹង token ដែលមានតម្លៃសមរម្យនិងសុវត្ថិភាពគឺអ្នកទាំងអស់គ្នាអាចមកដាក់ជាមួយនឹងខ្ញុំបានអ្នកទាំងអស់គ្នាហើយខ្ញុំមិនមែនទទួលដាក់តែ Honor King ទេអ្នកគ្នាចង់ដាក់ Diamond Mobile Legends ក៏បាន Free Fire ក៏បានដាក់ UC នៅក្នុង PUBG ក៏មានអ្នកទាំងអស់គ្នាចង់ដាក់ Roblox នៅក្នុង Roblox ក៏បានដែរអ្នកគ្នាដល់គ្រាន់តែអ្នកទាំងអស់គ្នាឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store តើឥឡូវយើងទៅមើលពីការ collab ទាំងអស់គ្នាហើយនេះគឺជា intro ដំបូងអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងAttack on Titan ហើយយើងមើលទៅជាមួយនឹង hero នេះដូចជាស្អីទេនេះអូ Eren អ្នកគ្នាគាត់តែចេញមកដឹងហើយ Eren តែនៅក្នុង Mobile Legends គឺគេ collab គ្នាជាមួយនឹង Jin ណាអ្នកគ្នាយើងមើលអូមើលទៅគឺអែមខ្លាំងមែនតើនេះគ្រាន់តែជា intro របស់គេបន្តិចសិនណាអ្នកគ្នាចាំមើលថា Eren ហ្នឹងគឺគេ collab គ្នាជាមួយនឹង hero មួយណាយើងមើលសិនមកអានេះគឺគេដាក់ឲ្យមើល close up អីនេះបវលឲ្យមើលជុំវិញសងខាងអីចឹងណាចាំមើលគេ collab គ្នាមួយអីអូ Eren collab គ្នាជាមួយនឹងយ៉ាង Fei អ្នកទាំងអស់គ្នាអានេះគឺជា skill effect អ្នកគ្នាអូអែមខ្លាំងមែនទែននេះខ្ញុំស្រឡាញ់អាពេលដែលវាប្រែកាយអ្នកគ្នាមើលទៅអូយនិយាយទៅគឺ cool យកតែម្ដងអ្នកគ្នាជាមួយនឹង Eren ណាមើលទៅគឺ collab មកគឺញាក់សាញ់តែម្ដងអ្នកគ្នានិយាយទៅអានេះគេចេញមកគឺវាបែបប្លង់តលេងអ្នកគ្នាមើលទៅគឺអែមខ្លាំងមែនទែនអានេះគឺជាការវាយ basic attack ណាអ្នកគ្នាចំពោះការវាយ basic attack មើលទៅក៏វាមិនជាបញ្ហាដែរគ្រាន់ថាមើលទៅរៀងសាមញ្ញអញ្ចឹងណាអាហ្នឹងគ្រាន់តែជាការវាយ basic attack ទេអ្នកគ្នាអានេះគឺជា skill ទី1មើលទៅអូអែមតែម្ដងអ្នកគ្នានេះអានេះគឺជា skill ទី2អា skill ទី2នេះគឺស្អាតខ្លាំងមែនទែនអ្នកគ្នានេះអុកចេញមកដូចជាគ្រោងឆ្អឹងអ្នកគ្នាមើលទៅគឺលយខ្លាំងមែនទែនអានេះគឺជា ultimate អ្នកគ្នា ultimate នេះគឺខ្ញុំពេញចិត្តស្ដោកតែម្ដងជាមួយនឹងការ collab មួយនេះអ្នកគ្នា ultimate ស្អាតខ្លាំងមែនទែនចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃយ៉ាង Fei គឺត្រៀមទៅអ្នកគ្នាជាមួយនឹងការ collab មួយនេះណាគឺអូយអែមខ្លាំងមែនទែននេះគឺជាការវាយ basic attack ពេលដែលប្រើប្រាស់ជាមួយនឹង ultimate ណាអូយអែមខ្លាំងមែនតើអ្នកទាំងអស់គ្នានិយាយទៅដូចខ្ញុំនិយាយចឹងអ្នកគ្នាសម្រាប់ Honor King ពេលដែល collab ជាមួយនឹង anime មួយអ្នកទាំងអស់គ្នាសង្កេតមើលទៅគឺវាដាក់ជាមួយនឹង full effect មួយនិយាយទៅ full effect របស់ anime ហ្នឹងទៅមកតែម្ដងអ្នកគ្នាមើលទៅគឺស្អាតខ្លាំងមែនតើទាំងការលូតអុកអីមើលទៅគឺស្អាតអ្នកគ្នាខ្ញុំអត់ដឹងនិយាយថាម៉េចទេខ្ញុំដឹងតែពីស្អាតចឹងណាហើយយើងមើល recall របស់គេអ្នកគ្នាអូមើល recall អូអែមខ្លាំងមែនតើអ្នកគ្នាហើយ recall ហ្នឹងគឺដូរពី style អ្នកគ្នាចាំមើល recall មួយទៀតណា recall មួយទៀតមើលទៅគឺលយហ៎ចាប់បោកភូហ្មងនេះអូយស្អាតខ្លាំងមែនតើអ្នកគ្នាអញ្ចឹងអ្នកដែលជាដៃយ៉ាង Fei គឺត្រៀមតែលុយឲ្យហើយទៅអ្នកគ្នាជាមួយនឹង skin នេះគឺស្អាតខ្លាំងមែនតើបន្តមកទៀតគឺយើងមកមើលជាមួយនឹង anime ថ្មីមុខមាត់នេះដូចជាមីកាសាអ្នកទាំងអស់គ្នាហើយមីកាសាហ្នឹងដូចជា collab នៅក្នុង Mobile Legends collab គ្នាជាមួយនឹង Fanny ណាហើយយើងមើលថានៅក្នុង Honor King គឺគេ collab គ្នាជាមួយនឹង Hero អីយើងមើលសិនមកមួយ intro នេះគឺវាមិនសូវជាខុសគ្នាជាមួយនឹង Eren ទេអ្នកគ្នាយើងមើលទៅជាមួយនឹង style អីផ្សេងនិយាយទៅអានៅក្នុង Honor King នេះគឺគេព្យាយាមដាក់ជាមួយនឹង intro វែងខ្លាំងមែនតើអ្នកគ្នាមើលទៅការintro គេចេញមកអ្នកគ្នាទាំង close up អីយើងមើលទៅបវលមកជុំវិញអូមើលទៅតំណែងខ្លាំងមែនតើអញ្ចឹងមីកាសាគឺគេ collab គ្នាជាមួយនឹង Jin អ្នកទាំងគ្នាហើយ hero Jin នេះគឺខ្ញុំអត់ចេះលេងទេអញ្ចឹងគឺខ្ញុំដឹងតែមិនអស់លុយអីព្រោះ hero ហ្នឹងអត់ចេះលេងអ្នកទាំងគ្នាអានេះគឺជា skill combo របស់គេអ្នកគ្នាយើងមើលទៅជាមួយនឹង skill combo នេះ
តអ្នកលេងជីនបានពេញចិត្តអ្នកគ្នាតែសម្រាប់ខ្ញុំគឺអត់សូវពេញចិត្តព្រោះអត់ចេះលេង តែបើនិយាយពីការ collab ស្អាតអត់គឺស្អាតអ្នកទាំងអស់គ្នាអានេះគឺជាការវាយ basic attack ការវាយ basic attack ក៏មិនសូវជាខុសគ្នាជាមួយនឹង Eren ប្រហែលដែរអ្នកគ្នាព្រោះដោយសារតែ anime តែមួយអញ្ចឹងណាគាត់ថាមើលទៅ style វាយ style អីគឺខុសគ្នាបន្តិចបន្តួចទេអាហ្នឹងគឺជាការវាយ basic attack អ្នកគ្នាហើយយើងសង្កេតមើលអា stage នៅលើក្បាលរបស់ enemy ពេលដែលវាយអ្នកគ្នា stage ហ្នឹងដូចជាមួយនឹង take hit ចឹងអ្នកគ្នា អានេះ passive របស់គេអ្នកគ្នានេះគឺជា skill ទី1 skill ទី1មានសមោមានអីហ្នឹងជីនគឺដឹងហើយអ្នកលេងជីនគ្នាយើងអ្នកលេងជីនគឺត្រៀមតលុយដែរអ្នកគ្នា ជាមួយនឹង skill នេះមើលទៅវាមិនមែនថាអត់ស្អាតទេគឺវាស្អាតអ្នកគ្នាតែសម្រាប់ខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំអត់ចេះលេងគឺអញ្ចឹងហើយអានេះ skill ទី2អ្នកគ្នាអា skill ទី2បែកសមោអ្នកគ្នាមើលទៅគេមានដើរបច្រាស់បដោយស្អីគេខ្ញុំលឺអ្នកដែលគេបរៀនលេងជីនណាតែខ្ញុំរៀនលេងអត់ចេះទេអ្នកគ្នាប៉ុន្តែ hero នេះអ្នកចេះលេងគឺខ្លាំងអ្នកគ្នាគឺចាប់ជីនអត់ជាប់ទេដូចជាមួយនឹង Fanny អញ្ចឹងណាអានេះ ultimate គេច្រឡំ skill ទី3គេអ្នកគ្នាយ៉ាប់ដោយតាចេញវងដូចកងបាញ់ខ្សែបាញ់អីអ្នកគ្នានេះអា skill នេះ skill ultimate គេនេះអា skill ទី ultimate នេះគឺស្អាតខ្លាំងមែនតើអ្នកគ្នាហើយមូលហេតុដែលស្អាតហ្នឹងដោយសារឃើញមានសមោបោះជីននៅឈើជុំវិញហ្នឹងអ្នកគ្នាមើលទៅគឺលយខ្លាំងមែនតើហើយជីននេះខ្ញុំធ្លាប់លេងប៉ះគេអ្នកគ្នាគឺចាប់អត់ជាប់ទេអ្នកគ្នាហើយបើនិយាយពី effect ទៅលើ skin នេះគឺស្អាតអ្នកទាំងអស់គ្នានិយាយថាស្អាតប៉ុន្តែគាត់ថាស្អាតនៅក្នុងកម្រិតមួយអញ្ចឹងណាហើយនេះគឺជា action អ្នកគ្នាយើងមើលទៅមានអីអ្នកគ្នាមើលទៅតំណែងដែរតើហើយបើចំពោះ recall គឺមានតែមួយទេអ្នកគ្នាគឺអត់មានពីរដូចជាមួយនឹង hero ដែលគេ collab គ្នាជាមួយ Eren នេះអ្នកគ្នាគឺវាមានតែមួយទេចំពោះ recall ណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ collab ហ្នឹងគឺមានតែប៉ុណ្្នឹងទេប៉ុន្តែនៅពី skin ទេអ្នកគ្នាប៉ុន្តែខ្ញុំអត់ទាន់ឃើញខាង official របស់ Honor of King ហ្នឹងគឺគេទាន់តម្លាក់ចូល channel របស់គេទេអញ្ចឹងខ្ញុំឃើញគេតម្លាក់ពីរហ្នឹងចូលមកក៏លើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញតែម្ដងអញ្ចឹងចាំមើលគេតម្លាក់ចូលគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសារជាថ្មីម្ដងទៀតអញ្ចឹងណាអូខេអញ្ចឹងចំពោះការ review ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច like នៅវីដេអូនេះម្នាក់មួយហើយកុំភ្លេចជួយចុច subscribe នៅលើ YouTube channel របស់ខ្ញុំផងសម្រាប់អ្នកដែលគាត់មកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe កុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ